ទី3ដែលខ្ញុំចង់និយាយគឺតំណែងតំណងរវាងសាលារៀនពុកម្ដាយសិស្សសហគមន៍ហើយនិងអាជ្ញាធរមូលដ្ឋានហេតុអ្វីបានជាយើងមានសាលារៀនមានគ្រូមានសហគមន៍មានអាជ្ញាធរមូលដ្ឋានឃុំស្រុកប៉ុន្តែគុណភាពនៃការអប់រំមិនទាន់ល្អតាមចិត្តដែលយើងចង់បានចម្លើយគឺថាពួកគេទាំងអស់អ្វីទៅបិទតែនៅក្បែរគ្នាប៉ុន្តែបេះដូងនៃនឹងការទទួលខុសត្រូវក្នុងការលើកកម្ពស់ការអប់រំគឺនៅឆ្ងាយពីគ្នាដើម្បីផ្លាស់ប្ដូរតថភាពនេះយើងត្រូវរួមគ្នាដោះស្រាយការភ័ន្តច្រឡំធំដែលជារបាំងអរូបីចំនួន3ដែលខ្ញុំគិតថាជារបាំងសំខាន់របាំងទី1ភាពភ័ន្តច្រឡំដ៏ធំបំផុតនៃការតំណាក់តំណងរវាងតួអង្គទាំងអស់នេះគឺនៅពេលដែលគាត់គិតថាការអប់រំគឺជាកិច្ចការផ្ដាច់មុខរបស់គ្រូបង្រៀននៅពេលដែលឪពុកម្ដាយគិតថាការជូនកូនទៅដល់របងសាលាគឺជាការបញ្ចប់ភារកិច្ចរបស់ខ្លួនវាប្រៀបបីដូចជាការសាបព្រោះពូជស្រូវនៅក្នុងស្រែក៏ប៉ុន្តែគ្មានអ្នកថែទិន្នផលស្រូវនៅឯផ្ទះដូច្នេះការអប់រំដែលជោគជ័យគឺគ្រូបង្រៀនហើយនិងឪពុកម្ដាយសិស្សត្រូវតែដើរទន្ទឹមគ្នាបើឪពុកម្ដាយមិនផ្ដល់កម្លាំងចិត្តនិងតាមដានការសិក្សារបស់កូនជាប្រចាំនៅឯផ្ទះទេរាល់ការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀននៅឯសាលានឹងរលាយសាបសូន្យរបាំងទី2គឺអាជ្ញាធរមូលដ្ឋានខ្លះយល់ច្រឡំថាការជួយសាលារៀនតែត្រឹមការធ្វើរបងឬមួយក៏ចាក់ដីប៉ុន្តែអ្វីដែលសាលារៀនចង់បានបំផុតពីអាជ្ញាធរមូលដ្ឋានគឺអភិបាលកិច្ចនិងការជួយគាំទ្រគ្រប់រូបភាពទាំងអស់អាជ្ញាធរមិនអាចពង្រីកដែនដីរបស់ឃុំរបស់ស្រុកខ្លួនឯងបានទេប៉ុន្តែអាចពង្រីកនៃដែនចំណេះដឹងដើម្បីលើកកម្ពស់ការអប់រំនៅក្នុងមូលដ្ឋានរបស់ខ្លួនឯងបានតាមរយៈការជួយតាមដានសិស្សបោះបង់ការសិក្សាការកាត់បន្ថយអំពើអបាយមុខនៅជុំវិញសាលារៀនការជួយគាំទ្រធនធានការផ្ដល់គុណតម្លៃទៅឲ្យគ្រូបង្រៀនគឺជាការវិនិយោគដែលចំណាយតិចប៉ុន្តែចំណេញច្រើនដែលនឹងធ្វើឲ្យសហគមន៍ហើយនិងសង្គមជាតិមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបាំងទី3ដែលខ្ញុំចង់និយាយនៅពេលដែលសាលារៀនខ្លាចសហគមន៍លូកដៃនៅពេលដែលសហគមន៍ខ្លាចសាលារៀនលីគុណនោះវិស័យអប់រំនៅក្នុងមូលដ្ឋាននឹងប្រែជាឯកោកង្វះតម្លាភាពហើយនិងគណនេយ្យភាពទំនុក